nhom khơi video cái thưa cẩn thận nhomสังเกตมือฉลาดนะบางคนnhomสังเกตมือฉลาดnhomเลือกโยปัญหามวยได้เนี่ยเธอคอนเทนต์คือเธอวิดีโอบางคนกันนะnhom និយាយពី content គឺខ្ញុំសម្ដៅដល់វីដេអូហើយអញ្ចឹងណាតែបាត់តែវាអត់មានន័យចំថាវីដេអូក៏ពិតមែនតែនៅពេលដែលខ្ញុំនិយាយពី content គឺខ្ញុំសម្ដៅដល់វីដេអូដែលសារខ្ញុំរត់មាត់ឬ content ទៅហើយឃើញគេធ្វើ content ហ្នឹងគឺដូចថាអត់ចេះចាប់ចំណុចតាក់ទាញយកមកនិយាយនៅក្បាលវីដេអូគេហៅថាអត់ចេះបង្កើតហុកណាពេលខ្លះទៅជាយកការសន្និដ្ឋានយកមកដាក់នៅមុខពេលខ្លះទៅជាយកការអះអាងថាផលិតផលហ្នឹងគឺខ្ញុំឲ្យអ៊ុយហ្មងវាអាចដែរកន្លែងហ្នឹងក៏ប៉ុន្តែដូចវាមិនទាន់ជ្រាបទៅដល់ចិត្តភ្ញៀវតាមលំដាប់លំដោយហើយវាអាចដែរវាជាការចាប់អារម្មណ៍ដែរវាជាការចាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាដែរប៉ុន្តែបញ្ហានៅត្រង់ថានៅពេលដែលគេស្ដាប់ទៅcontent ប្រភេទហ្នឹងគឺគេស្ដាប់មកគេស្ដាប់ថាគេអ្នកនិយាយនឹងឯងនិយាយពីចិត្តខ្លួនឯងច្រើនជាងការពិតឬក៏និយាយពីចិត្តខ្លួនឯងត្មងដែលនឹងគឺមិនមែនជារបស់ផលិតផលទេបញ្ហាគឺនៅត្រង់ថាព្រោះតែខ្លួនឯងចង់លក់ដាច់ខ្លាំងពេកឬក៏ចង់លក់ឲ្យបានគឺនិយាយថាល្អនៅខាងក្បាលដំបូងគេត្មងវាមិនមែនជាលក្ខណៈរបស់ផលិតផលទេនេះបញ្ហានៅត្រង់ហ្នឹងអញ្ចឹងហើយបានជាយូរទៅផ្សាយអញ្ចឹងអត់ដឹងពីរបៀបក្នុងការនិយាយហុកឲ្យដឹងថាហុកតួសេចក្តីឲ្យដឹងថាតួសេចក្តីហើយចាប់ហុកល្មិចចាប់តួសេចក្តីមកយ៉ាងម៉េចអីយ៉ាងម៉េចអត់ដឹងអញ្ចឹងណាដល់យូរទៅ content ប្រភេទហ្នឹងគឺជា content សាំ content ដដែលទេអត់មានអីប្លែកប្រែប្រួលទេ content ប្លែក content ប្រែប្រួលវាអាស្រ័យទៅលើផលិតផលឬក៏សេវាកម្មហ្នឹងវាមានចំណុចថ្មីដែលយើងរៀបរាប់ម្ដងមួយឬផលិតផលណាផ្សេងទៀតវាមកថ្មីអញ្ចឹងវាច្រើនប្រភេទផលិតផលដល់អញ្ចឹងយើងរៀបរាប់អត់ចេះអស់ទេពីព្រោះការរៀបរាប់ហុកឬក៏ clear តាក់ទីនៅក្បាលវីដេអូហ្នឹងវាមិនមែនអាស្រ័យលើយើងទេគឺវាអាស្រ័យទៅលើផលិតផលតើអត់កន្លែងហ្នឹងបងប្អូនសំខាន់ណាស់កន្លែងហ្នឹងគឺវាអាស្រ័យលើផលិតផលបើសិនជាផលិតផលហ្នឹងវាមាន clear តាក់ទាញវាច្រើនយើងនិយាយតែសំដៅទៅលើផលិតផលទេហើយពីមួយទៅមួយគឺខុសគ្នាព្រោះផលិតផលវាខុសគ្នាវាមានលក្ខណៈពិសេសលក្ខណៈតាក់ទាញវាខុសគ្នាប៉ុន្តែបើសិនជាយើងធ្វើដោយផ្ដោតលើអារម្មណ៍របស់យើងវិញជួនកាលអារម្មណ៍របស់យើងនៅតែចង់ឲ្យគេទិញចង់ឲ្យគេទិញទោះបីផលិតផលរាប់រយប្រភេទក៏ដោយក៏ប៉ុន្តែយើងនិយាយមកតែមួយទេគឺយើងនិយាយធ្វើមិនឲ្យគេចង់ឲ្យគេទិញអត់ត្រូវទេបងប្អូនឃើញច្រឡំអត់អញ្ចឹងហើយបានជា Chem Top Tech ធ្វើការបែងចែកថាអាហ្នឹងក្បាលវីដេអូឬក៏ហុកហ្នឹងវាយ៉ាងម៉េចហើយมันអត់ទេដែល Chem Top Tech និយាយគឺតាក់ទងទៅនឹងcontent ដែលធ្វើឲ្យគេតាក់ទាញឲ្យគេចង់ទិញឃើញទេឃើញមានពាក្យហ្នឹងអត់ឃើញមេរៀនរបស់ Chem Top Tech ខុសគេអត់ពេលដែលបងប្អូនអញ្ជើញទៅរៀនផ្ទាល់នៅជាមួយ Chem Top Tech ពេលបងប្អូនអញ្ជើញទៅរៀនផ្ទាល់ហ្នឹងគឺ Chem Top Tech នឹងលម្អិតហើយលម្អិតខ្លាំងអានេះយើងធ្វើវីដេអូឲ្យយល់ល្មមទៅបានហើយនឹងលម្អិតខ្លាំងអំពីធ្វើម៉េចឲ្យគេចង់ទិញគឺទៅពេលដែលធ្វើមកដូចអញ្ចឹងដូចករណីអញ្ចឹងតាមខ្ញុំវិញខ្ញុំឲ្យអ៊ុយទិញទៅមិនខុសទេអានឹងក្បាលវីដេអូអានឹងចង់ឲ្យគេទិញហើយក៏ប៉ុន្តែតិចនិចដែលចង់ឲ្យគេទិញវាមិនអញ្ចឹងទេវាមិនអញ្ចឹងទេអញ្ចឹងខ្ញុំឲ្យភាគរយតិចណាស់វាមិនអញ្ចឹងទេដូចខ្ញុំធ្លាប់និយាយអញ្ចឹងថាតិចនិចដែលធ្វើឲ្យគេចង់ទិញមិនមែនថានិយាយទៅទិញទៅអាហ្នឹងហើយករណីហ្នឹងហើយដែលខុសដែលនិយាយទៅទិញទៅបើខ្ញុំវិញឲ្យអ៊ុយបើខ្ញុំវិញឲ្យចេះអាហ្នឹងហើយស្មើនឹងថាទិញទៅមែនទេមិនអញ្ចឹងទេតិចនិចដែលនាំឲ្យគេចង់ទិញខ្ញុំនិយាយតែតាំងពីផ្ដើមដំបូងរហូតដល់បញ្ចប់វីដេអូហ្មងមិនមែនមានតែមួយម៉ាត់ថាបើយើងចង់ឲ្យគេទិញយើងនិយាយថាទិញទៅមិនខុសទេដូចតូចពីរនាក់នឹងវាស៊ីមួយជូរ7ស៊ីទៅមិនពុលទេបើសិនជាពុលខ្ញុំពីរនាក់ហ្នឹងខ្ញុំស៊ីទៅងាប់អត់ហើយវាមិនចឹងទេណាអត់ចឹងទេវាមានការបូកបញ្ចូលគ្នារវាងផ្ដើមរវាងតួហើយនឹងបញ្ចប់បានគេមានដូចថាអារម្មណ៍ជ្រះ
lá cái squall pin tầm hằng cái squall pin bo để bồ cái squall cái chặt cái cho bác lo nó không chặt cái hai ban cái trong tinh đó chỉ là lá mình từ đó lấy sập thà tinh tư này tinh tư nó xuống bay tới cái từ xua dương đó là hang đó ấyตัวเพราะกินสุธานี่เราอ่อนไม่อ่อนช่วยไปโยนខ្ញុំតិចមកអីមកអាហ្នឹងយើងមិនត្រូវនិយាយไปโยนគេមិនត្រូវរៀបរាប់តាមលំដាប់ដល់បើគេឲ្យไปโยนយើងថាទិញទៅមិនខុសទេមិនចឹងហើយគេឲ្យគេសួរនាំគេឆ្ងល់ឡើងនេះឡើងនោះហើយមកដល់លើហើយអ្នកលក់ខ្លះនៅតែបែបបុរាណដដែលនៅពេលដែលគេសួរគេអីហើយនៅតែនិយាយថាទិញទៅល្អហើយនេះអីអត់ទេមិនក៏មិនដឹងពីចិត្តរបស់គេសួរគេចង់ដឹងរឿងអីមិនប្រាប់គេកន្លែងហ្នឹងទៅបើយើងចង់លក់គេសួរអាហ្នឹងហើយយើងប្រាប់គេអាហ្នឹងទៅដល់ពេលត្រូវចម្លើយនៅក្នុងចិត្តគេទិញដូចគ្នារឿងចង់ឲ្យធ្វើវីដេអូចប់rồiហើយចង់ឲ្យគេទិញខ្ញុំដឹងច្បាស់ណាស់ខ្ញុំស្គាល់ចិត្តអ្នកធ្វើ content ដើម្បីលក់ផលិតផលឬផ្ដល់សេវាកម្មច្បាស់ណាស់អញ្ចឹងបានខ្ញុំបង្រៀនទៅខ្ញុំលើកយកប្រធានបទហ្នឹងគឺត្រូវល្អណាស់គឺអត់ខុសទេគឺខ្ញុំបង្រៀនថាធ្វើ content ដែលតាក់ទាញឲ្យគេមើលហើយគឺគេចង់មើលហើយល្អមើលផងណាអាហ្នឹងគេហៅល្អមើល content ដែលអត់ល្អមើលអត់តាក់ទាញពីណាគេចង់មើលរបស់យើងល្អមើលហើយឲ្យគេចង់ទិញណែពេលគេមើលចប់ទៅគេចង់ទិញមើលមកពេញតាំងពីដើមដល់ចប់ទៅគេចង់ទិញត្រូវអត់ដូចខ្ញុំនិយាយលើកមុនអញ្ចឹងថាអូយលោករៀនតែប៊ូហ្នឹងវាអត់ត្រូវទេរឿងការងាររកស៊ីលើអនឡាញវាមានផ្នែកសំខាន់ដែលมันអាចខ្វះបានដល់ទៅ3 4 5ចំណុចទៀតមិនមែនមានតែរឿងប៊ូទេហើយលេង5 6ឆ្នាំប៊ូឥឡូវចាប់ផ្ដើមមករកអាផ្នែកផ្សេងទៀតឥឡូវត្រូវអត់ត្រូវទៀតហើយឃើញអត់ប៉ិនត្រូវតាំងពីយូរហើយខ្ញុំទៅតិចត្រូវតាំងពីយូរហើយធ្វើ content ក៏ដូចតែគ្នាដែរគេថាឲ្យតាក់ទាញធ្វើម៉េចឲ្យតាក់ទាញខ្ញុំថាដូចខ្វះមួយតាក់ទាញហើយពេលខ្លះគេមើលចប់ហើយគេដើរចោលអីចឹងទៅដល់ពេលខ្ញុំគិតឃើញថាអូអ្នកលក់ទាំងអស់ចង់ឲ្យគេទិញដែរខ្ញុំយល់ហើយអញ្ចឹងតាក់ទាញឲ្យគេចង់ទិញប៉ុន្តែបញ្ហានៅត្រង់ថាអា clear យ៉ាងម៉េចបានឲ្យគេចង់ទិញអាហ្នឹងមិនបញ្ហាគឺបញ្ហាអាហ្នឹងហើយអញ្ចឹងត្រឡប់ទៅមិញវិញថាការដែលនិយាយថាទិញទៅអីទៅមិនខុសទេអីហ្នឹងអាហ្នឹងហើយចង់ឲ្យគេទិញហើយប៉ុន្តែអ្នកលក់នឹងឯងអ្នកនិយាយនឹងឯងអ្នកធ្វើ content ហ្នឹងគឺអត់ដឹងថាហ្នឹងគឺយើងចង់ឲ្យគេទិញអត់ដឹងថាម៉េចអត់ដឹងថាតើធ្វើវីដេអូយ៉ាងម៉េចបន្ទាប់ពីគេមើលចប់ហើយឲ្យគេចង់ទិញមិនគ្រាន់តែយើងនិយាយមួយម៉ាត់ពីរម៉ាត់ឲ្យគេចង់ទិញទេការបៀលទំនុកចិត្តគឺការកសាងទំនុកចិត្តសម្រាប់ភ្ញៀវសម្រាប់អតិថិជនមិនជារឿងងាយទេមិនងាយទេចឹងនេះខ្ញុំឃើញបញ្ហាអីសរុបមកគឺអត់ស្គាល់ស្អីទៅអាក្បាលវីដេអូហ្នឹងអាហុកអា clear ដែលតាក់ទាញនៅខាងដើមហើយអត់ស្គាល់ដែរគឺអត់ស្គាល់តាក់ទងនឹងរឿងថាម៉េចរឿងតើធ្វើម៉េចដើម្បីឲ្យគេមើលវីដេអូចប់ហើយគេមើល content របស់យើងចប់ហើយឲ្យគេចង់ទិញណាមិនលេងមក clear កាត់ខ្លីៗថាទិញទៅអ្នកលក់ឲ្យអួយចេះអើយត្រូវដឹងថាចាំបន្តបន្តិចទៀតចុះត្រូវដឹងថាអ្នកកំពុងមើលយើងនឹងគេអត់ដឹងអីទាំងអស់ត្រូវដឹងអញ្ចឹងសិនបើដឹងហើយយើងចាំបាច់ផ្សាយទៅអីគេឆាតដាក់ទៅលេខទូរស័ព្ទថាណែចង់ទិញផលិតផលឈ្មោះនេះសូមតាក់ទងមកលេខទូរស័ព្ទនេះឬឆាតមក page នេះឬក៏ឆាតមក Telegram នេះត្មងទៅដាក់អញ្ចឹងត្មងទៅមិនអញ្ចឹងតែត្រូវដឹងថាពេលដែលភ្ញៀវគេមើលគេអត់ដឹងឥឡូវបន្ទាប់ពីគេដឹងហើយតើនិយាយយ៉ាងម៉េចឲ្យគេចង់ទិញមិនស្រួលទេណាបាទអាអូនដែលនិយាយរឿងបុកផុយស្រួលថារ៉ូស៊ីបុកទៅនឹងលក់ដាច់ប៉ុណ្ណេះលក់ដាច់ប៉ុណ្ណោះស្រួលពេកហើយអូនស្រួលពេកហើយមិនចង់ទេអូនរ៉ូស៊ីណាទីភ្លាវស្រួលផុយពេកមិនអញ្ចឹងទេអូនបាទខ្ញុំចប់ប៉ុណ្ណេះបងប្អូនចាំទស្សនាវីដេអូក្រោយទៀតពីខេមតបតិច